醉春风，我醉春风，处处见面，两人激起心动。情网中看不一样的天空，我张开心胸，无情的人笑我痴。我笑无情人懵懂，我愿意在他手掌之中，这一春风，化醉春风，人啊冲动。我感动，伤的心或是万万不能。我愿意在他手掌之中。不要怪我大意，我会与天屠龙，但愿情谊交融，让我有始有终。不要怪我大意，我会与天屠龙，但愿情谊交融，让我有始有终，让我有始有终。ប៉ុន្មានឆ្នាំនេះជាងណានសង្គ្រាមគ្រប់ទិសទីបះបោរអត់ឈប់ឈរព្រះកូណាឲ្យយើងទទួលខុសត្រូវបង្ក្រាបការបះបោរនេះកណ្ដាប់ដៃរន្ទះហ៊ួនយានលោកឈ្មោះចង្គុននៅក្រោមអាវ៉ាត់របស់យើងជាច្រើនឆ្នាំហើយចិញ្ចឹមតុកមួយថ្ងៃប្រើក្នុងមួយពេលតើលោកមានផែនការអីល្អដែរទេព្រះអង្គម្ចាស់ទូបង្គំទទួលរៀបជាព្រះអង្គម្ចាស់រៀបផែនការបះបោរនិយាយទៅវាជាចាំរា100ឆ្នាំស្ដេចពិភពគុណដើរទិបស៊ូឡុងដឹកនាំក្នុងលោកគ្មានអ្នកណាហ៊ានប្រឆាំងដើរទិបស៊ូឡុងគឺជាវត្ថុទិបដែលអ្នកគុណនិយមចំបាត់ទូបង្គំបានប្រកាសដំណឹងដំណាក់ព្រះអង្គម្ចាស់យូយ៉ាងឆ្លៀតឱកាសថ្វាយដង្វាយមានព្រឹត្តិការណ៍សៀននឹងមីង
ការពារដើរទិព្វសឡុងចូលរាជធានីបើមានគេដណ្ដើមដើរទិព្វនោះនឹងអាចបង្កជាទំនាស់ក្នុងពិភពលោកត្រូវដើរទឹកសន្លងជាទៀតពេលដែលអ្នកគុណនិយមកាប់សម្លាប់គ្នាយើងអង្គុយស្រង់ប្រយោជន៍នេះជាមធ្យោបាយល្អមែនក៏ប៉ុន្តែយើងយកដើរទឹកសន្លងលើកជូនអ្នកគុណនិយមនោះធ្វើវត្ថុដែលប្រឆាំងការបោះបោលយើងដូចជាមានទោសធំធេងណាស់ចឹងខ្លួនមិនក៏មិនប្រើកំបិតខ្លាញ់ៗមិនឆោតគេទៅអ្នកគុណនិយមម្នាក់ប្រើល្បិចខ្លាំងសាហាវប្រើកំបិតខ្លាញ់ពួកគេមិនងាយនឹងជឿទេមកយ៉ាងវិញទៀតក្រោយពេលដែលអ្នកគុណនិយមកាប់សម្លាប់គ្នាហើយប្រកាសជាប៉ះពាល់ដល់សមត្ថភាពពួកគេទូបង្គំយល់ថាតាមលទ្ធភាពព្រះអង្គម្ចាស់បើចង់ដណ្ដើមយកដើរទិព្វនោះគឺងាយដូចជាផ្ញើបាត់ដៃអញ្ចឹងMày trang ta, đừng nói.
អ្នកនាងកម្លាំងធាតុអ្នកនាងខ្សោយណាស់ខ្លាចតែនេះអ្នកនាងមិនបានចង់ឈ្នះដល់ម្លឹងអ្នកណាឲ្យលោកថាវិជាកូនខ្ញុំមិនប្រកែកខ្ញុំនិយាយខុសហើយខ្ញុំគ្មានកំណត់អញ្ចឹងទេឥឡូវអ្នកនាងត្រូវថ្នាំពឹសហើយរបស់ធ្ងន់ទៀតកម្លាំងធាតុក៏ចុះខ្សោយពិបាកព្យាបាលរបស់ឲ្យខ្លួនឯងណាតោះខ្ញុំកោធ្វើយ៉ាងម៉េចបើតាមខ្ញុំយល់របស់អ្នកនាងមិនអាចពជាពេលទៀតបានទេយល់អស់គួរតែឲ្យខ្ញុំជីវិតមនុស្សសំខាន់ជាងអ្នកគុណនិយមមិនប្រកាន់រឿងតូចតាចទេបានធូរហើយណាអេនេះដឹងខ្លួនហើយបើមានកោះឆ្កងអីនោះគឺខ្ញុំធ្វើដោយមកខំចិត្តទេសេះច្បាំងទី3បងទី5ដាវនេះពិតជាដាវទឹកសៀវឡុងមែនបងចង់យកដាវទឹកសៀវឡុងនេះទៅអូតាំងមិនល្អទេការពិតដាវនេះអេបងដឹងថាឯងចង់និយាយពីស្អីហើយដាវនេះមិនប្រកាសជារបស់នាងនោះទេម្យ៉ាងទៀតលើនេះបងចោលពីភ្នំគឺជាបញ្ជារបស់លោកគ្រូអមយកដាវនេះដាវទឹកសៀវឡុងបានបង្ហាញខ្លួនក្នុងពិភពគុណវិញហើយជាវត្ថុរបស់ព្រះអង្គម្ចាស់យោយ៉ាងធ្វើជាអំណោយលោកគ្រូគាត់ខ្លាចព្រះអង្គម្ចាស់យោយ៉ាងជំរុញឲ្យមានទំនាស់ក្នុងពិភពគុណបើសិនជាដាវទឹកនៅក្នុងអូតាំងទើបលោកគ្រូអាចរៀងនៅព្យុះភ្លៀងនេះប្អូនទី5ជាវានៅការប្រែប្រួលបងនយោបាយដាវទឹកនេះទៅអូតាំងទៅបកគលឲ្យលោកគ្រូសិនអញ្ចឹងទើបអាចស្ងប់ចិត្តណាចុះប្អូនវិញជាម្ដងអសន្នខ្ញុំមិនអាចទៅទេរបស់នាងក្នុងមិនតាន់ជាសះស្បើយផងឥឡូវស្រាប់តែបោះបង់អញ្ចឹងមិនសមទេណាបានឯងមកតាមក្រោយចុះបងតវុនសិនហើយម្ចាស់ទូខ្ញុំចង់ឆ្លងទៅទន្លេបាទ
ទាំងនេះខ្ញុំមិនចង់ធ្វើឲ្យលោករបួសទេគឺលោកបង្ខំខ្ញុំមិនបានខ្ញុំមិនអាចទៅដោយបែបនេះទេចាំជួយសានជួយជីវិតខ្ញុំម្ដងខ្ញុំក៏ត្រូវសងជីវិតលោកវិញដែរអ្នកណាមកទីនេះសេះបងទី6គឺបងសេះបងទី6សេះបងទី5មិនក៏មកតែអញអាណាសេះបងទី3គាត់មកមុនបងមិនតម្ដងទេនៅទេសង្ឃឹមថាគ្មានរឿងអីកើតឡើងចុះលោកគឺជាទូតាជីងមេកងសំណាក់ការពារឡុងមិញទេគឺខ្ញុំនាងរកខ្ញុំមិនកាយខ្ញុំតកលអ៊ីងចង់ឲ្យលោកការពារក្បួននេះសំខាន់ណាស់ប៉ុន្តែមិនអាចខកពេលទេកុំបារម្ភសំណាក់ការពារឡុងមិនខ្ញុំបើកជា20ឆ្នាំហើយក្បួនមាសឬក៏ប្រាក់ឬក៏ត្បូងកម្មទោះជាចំនួនច្រើនប៉ុណ្ណាក៏ខ្ញុំធ្លាប់ធ្វើដែរមិនដែលមានបញ្ហាអ្វីទេដោយសារតែខ្ញុំលើល្បីគេឈ្មោះសំណាក់របស់លោកទឹកខ្ញុំមករលើប៉ុន្តែខ្ញុំបកលកាសការពារក្បួនឲ្យលោកមានលក្ខខណ្ឌ3ក្បួននេះត្រូវតែមានលោកដែលជាមេកងធំការពារដោយផ្ទាល់ទី2បញ្ជូនពីខេត្តលៀងអាងទៅខេត្តសៀងយ៉ាងឡើងភ្នំឧតាំងត្រូវធ្វើដំណើរទាំងយប់ថ្ងៃក្នុងរយៈពេល10ថ្ងៃត្រូវបញ្ជូនទៅដល់ប៉ាឧតាំងទី3បើមានការឆ្លោះឆ្លៃអ្វីកុំថាឡើយលោកដែលជាមេកងធំបាត់បង់ជីវិតសូម្បីតែសំណាក់ការពារឡុងមិញក៏គ្មានការសុខសាន្តដែរលក្ខខណ្ឌមិនតឹងរឹងប៉ុន្តែសម្ដេចធ្លាប់បន្តិចទេមានសុទ្ធពីប៉ុណ្ណឹងឡើងនេះជាការការពារលើខ្លួនរបស់គេមានរបួសមិនអាចខកពេលទេលោកទទួលឬអត់បានក្បួននេះសំណាក់ការពារឡុងមិនព្រមទទួលចេញដំណឹកចេញដំណឹកលោកបៃកងឥឡូវបណ្ដោះអូតាំងហើយធ្វើដំណើរទាំងយប់ទាំងថ្ងៃទីបំផុតយើងបានជួបអារម្មណ៍ហើយទាំងអស់គ្នាប្រយ័ត្នយើងមិនស្គាល់គេច្បាស់សំណាក់ការពារឡុងមែនទេត្រូវលោកឈ្មោះដែរអូតាំងឈ្មោះសុងយិនឈីវលោកបៃកងគាត់ថាអ្នកក្លាហានសុងជាប្រធានអ្នកក្លាហានទាំង7យើងដឹងហើយជុំសិននៅក្នុងរទេសនេះគឺអ៊ីតាយិនប្អូនទី3ខ្ញុំមែនទេខ្ញុំគ្រាន់តែទទួលការពារក្បួនអត់ដេញដោលពីតំណែងអ្វីទេគឺបងទី3សិស្សច្បងធំគេមិនអីទេខ្ញុំមើលទៅគេរបួសធ្ងន់ណាស់
អញ្ចឹងមិនអាចខកពេលទេលោកមេកងទូបានការពីប្អូនទី3ខ្ញុំសងយិនឈឺខ្ញុំសូមអរគុណប្អូនទី3របស់ខ្ញុំរបួសធ្ងន់ណាស់តើខ្ញុំអាចយកគេទៅព្យាបាលបានទេគេពំពាក់ខ្ញុំបកគលមនុស្សទៅប៉ាអ៊ូតាំងខ្ញុំមិនអាចបដិសេធបានទេខ្ញុំសូមអរគុណម្ដងទៀតលោកមេកងយើងអាចទៅវិញបានហើយមួយមិនទេមិនក៏ប៉ាអ៊ូតាំងដឹងថាក្បួននៃយើងកាពីគឺអ៊ីតាយិតហើយសុងយិនឈូដូចជាមានចេតនារងចាំយើងមានបញ្ហាពួកគេមានបញ្ហាដំបូងខ្ញុំស្មានថាក៏បញ្ចេញកម្លាំងទៀតហើយស្មានមិនដល់ថាទូតាឈីងងាយបោកមែនចឹងគុណប្រគល់អ៊ីតាយិតឲ្យលោកហើយណាសាលីនអ៊ូតាំងពួកគេប្រកាសជាមានគំនុំដោយសារអ៊ីតាយិនសុងយិនឈីវច្រឡំទៅដឹងលោកមើលច្បាស់នៅមាត់ចត់ទៅគាត់ទៅជាសុងយិនឈីវអូនទី7កុំឈើឆាវពេកគេហ៊ានបកគលរបស់ទី3ឲ្យទៅអ្នកដែលមិនស្គាល់គ្នាគឺនាំទុកដល់គាត់ណាថយចេញសេចបងអើយទូតាជីងតើសេចក្បោះទី3ខ្ញុំដែរណាខ្ញុំមិនដឹងទេបើទូតាចេញខ្ញុំមានចិត្តចង់សម្រាប់អ្នកហានអ៊ីខ្ញុំចង់បាច់បោះរតិទាំងហត់នៅជាង10ថ្ងៃហើយចាប់បាច់មកទីនេះឲ្យពួកលោកប្រមាថធ្វើអីដោយខ្ញុំយល់ថាមិនសូវស្រួលទើបប្រញាប់ឡើងមកលើភ្នំស្មានដល់ថាពួកលោកមិនបាញ់ចេះខុសត្រូវមកចេះស្ដីខ្ញុំទៀតបងទី7ខ្ញុំឆេវឆាវពេកយ៉ាងឥឡូវខ្ញុំសុំទោសលោកចុះពិតជាធ្វើល្អរន្ទះបាញ់មិត្តលោកមេកងឲ្យប្រាប់ខ្ញុំបានទីមអ្នកខ្លាញ់បន្លំខ្ញុំនោះសំដៅទៅទិសមួយណាទៅទិសពីយប់សេចក្បោះទី3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 សេចក្បោះទី5សេចក្បោះទី6យ៉ាងម៉េចដែរអត់ឃើញទេបងក៏អត់ឃើញដែរហ៎ទៅមើលមើលតោះសេចក្បោះទី3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 សេច
ខ្សែច្បងទី3ចាប់ឡើងលោកគ្រូខ្សែច្បងទី3មានសង្ឃឹមទេកូនសុងបើកអើគេមើលលោកគ្រូ
តែយានត្រូវមកជលពឹសជាមុនរួចហើយទើបពីការជើងដៃជើងក្រោយយានឈីវយកថ្នាំផ្ដាច់ជីវិតបៃអ៊ូមកអូលោកគ្រូប្រហែលគ្រាប់ដែរ5គ្រាប់បានលោកគ្រូយើងអាចប្រើរបួសរបស់បងទី3សន្និដ្ឋានថាគឺអ្នកណាជាអ្នកវាយប្រហារដែរទីប្រើថ្នាំពឹសក្នុងពិភពគុណមានជនថោកទាបច្រើនណាស់ពិបាកសន្និដ្ឋានថាជាបកមួយណាដែលប្រើមកជលពឹសវាយប្រហារគេប៉ុន្តែរឿងវាយបំបាក់ឆ្អឹងដៃជើងនោះគ្រូប្រកាសថាជាមរៀមចេញកាងរបស់សាវលីនអ៊ូតាំងនិងសាវលីនមិនដែលមានទំនាស់នឹងគ្នាទេមិនបានជាពួកគេធ្វើបែបនេះត្រូវហើយសិស្សច្បងទី5លោកបងដូចធ្លាប់និយាយថាសិស្សច្បងទី3យកដាក់ទឹកសឡុងមកអ៊ូតាំងមុនលោកបងមកជំហានមែនទេបងតែស្ដាយក្រោយឲ្យបន្ទោខ្លួនឯងបើបងមកជាមួយលោកបងទី3នោះប្រហែលជាគ្មានរឿងចឹងកើតឡើងទេនេះមិញបងថាត្រូវហើយតែមានន័យថាម៉េចខ្ញុំប្រឡូកក្នុងពិភពគុណច្រើនលើដូចជាចាំថាឋានៈការពារឡើងមិនមេក្រុងធំទូតែចេញនេះគេធ្លាប់ជាសិស្សនៅសាលៀនដែរខ្ញុំបាននិយាយហើយមិនអាចដោះលែងគេទេបងទី7ខ្ញុំទៅហើយទៅតាមភ្លាមអាប៉ុនណែឯងគ្មានផុសតាំងហេតុអីបានជាឯងចង់ទម្លាក់កំហុសទៅលើគេមិនគិតមើលនេះជារឿងចាក់ស្ដាយណាស់ហើយទូតែជើងនឹងប្រកាសជាសម្លឹងឃើញបាត់ប្រហារនេះរបស់ទី3បានជាគេបាត់ប្រហារគេបាននិយាយហាញតាំងអ្នកដែលពឹងពាក់គេនោះគឺជាវ័យក្មេងតកូលអ៊ីងនៅក៏ទូតែជើងបណ្ឌិតរឿងដើម្បីមកកុហកយើងស្មានធ្វើអញ្ចឹងយើងអាចជឿគេខ្ញុំត្រូវសងសឹកឲ្យរបស់ទី3គឺចាប់គេមកវិញបានហើយកុំចេះចោលពេកតែច្បាស់ទី3តែបងទី3តែច្បាស់ទី3យ៉ាងមិនទេតែបងតែច្បាស់ទី3តែបងទី3តែច្បាស់តែយានអាចការពារជីវិតបានឬអត់មួយខែក្រោយទើបអាចដឹងក៏ប៉ុន្តែដៃជើងដែលបាក់ឆ្អឹងឆ្អែងអស់មិនអាចបន្តបានទៀតទេមួយជីវិតនេះគេត្រូវពិការរហូតហើយទេបងទី5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 តែឆ្លងផង បងទី5ឯងចង់ធ្វើស្អីនឹងហេតុអីបានជាឯងធ្វើបាបខ្លួនឯងអញ្ចឹងច្បាស់ធំគឺខ្ញុំនាំទុកដល់សិស្សច្បាស់ទី3បងទី5បើខ្ញុំរួមដំណើរជាមួយសិស្សច្បាស់ទី3ក៏គាត់មិនត្រូវមកជលពើហើយក៏មិនពិការអញ្ចឹងដែរគឺខ្ញុំនាំទុកឲ្យសិស្សច្បាស់ទី3ខ្ញុំគឺជាអ្នកតខ្ញុំគឺជាអ្នកតបងទី5បងទី5បងទី5សិស្សច្បាស់វាយខ្ញុំមកហេតុអីក៏មិនស្ដីបន្ទោសឲ្យខ្ញុំសោះអញ្ចឹងមិនក៏សិស្សច្បងមិនចេះស្ដីខ្ញុំមកបងទី5ឯងអត់មានទោសទេគឺទេវតាធ្វើឲ្យសិស្សច្បងទី3ឯងពិការអត់ធ្វើបាបដល់អូតាំងយើងដែរអ្នកពិការគួរតែជាខ្ញុំហើយអ្នកដែលរំទុកនោះក៏គួរតែជាខ្ញុំដែរបងទី5ឯងឈឺចាប់នឹងបន្ទោសខ្លួនឯងបងយល់ណាស់គិតពីដំបូងគឺឯងចង់ជួយគេមុនហើយមិនអាចចេញទៅវិញជាមួយនឹងសិស្សច្បងទី3គឺឯងអត់ខុសទេអ្នករំទុកគួរតែជាខ្ញុំអ្នកពិការក៏គួរតែជាខ្ញុំដែរបងទី5ឥឡូវនេះទោះបីជាឯងស្ដាយក្រោមក៏អត់ប្រយោជន៍ដែរភារកិច្ចសំខាន់គឺត្រូវតែឆាប់រកឲ្យឃើញមេខ្លោងដែលធ្វើឲ្យសិស្សច្បងឯងពិការឯងដឹងដែរទេ
ស៊ូលឺសំឡេងប៉ិនកូនក៏ដឹងថាកុំមានវិបត្តិហើយតើចង់ជជែកលេងជាមួយនឹងពុកទេអ្នកណាថាកូនមានវិបត្តិអត់មែនអត់មានទេចុះហេតុអីក្រោយពេលដែលកូនត្រឡប់មកវិញចេះតែនៅក្នុងបន្ទប់លើទូកមិនព្រមចង់មកជំហានអញ្ចឹងបងកូនក៏មានពេលដែលដាស់លេងហត់ហើយមិនចង់ទៅក្រៅដែរពុកក៏ដឹងហើយដែរឥឡូវនេះកូនកាន់តែធំពេញវ័យណាហើយមានអាចកំបាំងជាច្រើនដែលកូនមិនចង់ឲ្យពុកដឹងតើមែនទេស៊ូកូនត្រូវចាំថ្ងៃក្រោយទោះជាកូនមានរឿងអីក៏ដោយពុកនៅតែជាបង្អែករបស់កូនរហូតដឹងទេស៊ូក្រោយពេលដែលកូនយកកំបិតធូលុងមកវិញក៏ដល់ពេលដែលប៉ាអិនត្រីមេឃាគ្រប់គ្រងទឹកដីដែរពុកគិតចង់ចែកលិខិតពិភពគុណរៀបចំពិធីអនុភាពកំបិតប្រកាសមិត្តអ្នកគុណនិយមយើងណាពុកសម្រាប់ចិត្តចឹងពួកឯងជិះណាហេតុអីក៏បន្លំខ្លួនជាប៉ាអ៊ូតាឆាប់ងាប់ទៅមនុស្សទូទាំងសម្ដេចលងមិន72នាក់គ្មាននរណាម្នាក់រស់ឡើយរំខានពួកលោកហើយឈឹងខុនតើលោកអាចប្រាប់ខ្ញុំបានទេហេតុអីបានជាលោកទើបធ្វើអញ្ចឹងបើមិនប្រាគុណដៅអ៊ូតាំងសម្រាប់គ្រួសារទូតាជីកមិននឹងអាចធ្វើឲ្យសៅលីននិងអ៊ូតាំងខ្លាចជាសត្រូវដំបងផ្ដាច់ឆ្អឹងនិងសរសៃដៃជើងអ៊ីតានយៀនបន្ទាប់មកក៏កំចាត់ទាំងគ្រួសារដែលធ្លាប់នៅសៅលីនទម្លាក់កំហុសម្ដងមួយស្នៀនឈឹងខុនព្រឹទ្ធាចារ្យសៀននិងមីងខ្ញុំពីដើមមកធ្វើការពឹសពុលគិតវិញឆ្ងាយណាស់ស្មានមកដល់ឋានលោកមានតែខ្លាំងជាងពុកខ្ញុំទៅវិញពឹសពុលមែនសំពុទ្ធោអូនទី5បើចង់រកគិតកោដែលសម្រាប់អូនទី3មានខ្សែរយៈ3អាចរកបានទី1គឺអាចរកឲ្យឃើញទូតាជីងទី2គឺរកមធ្យោបាយស៊ើបឲ្យដឹងថាកំបិតមហាមាធ្លាក់នៅក្នុងដៃអ្នកណាទី3គឺរកអ្នកកំឡោះត្រកូលអ៊ីងនួកលោកបងខ្ញុំមានផែនការរបស់ខ្ញុំហើយខ្ញុំទៅសំណាក់ការពីឡុងមិនរកទូតាជីងអូនទី5ជួបរឿងអ្វីក៏ដោយក៏ត្រូវតែទ្រាំបើមានឧបសគ្គអ្វីទៀតនោះត្រូវតែផ្ដល់តំណែងឲ្យបងភ្លាមខ្ញុំដែរណាអ៊ីវមានមនុស្សទេជិតសិនដែលគុណជាណាសូមប្រាប់ពនាមមកយៀនអ៊ីងយិនយៈការពិតជាដែលគុណថ្នាក់អសរយាននៅសាលីនតែកណាប៉ះពាល់អីដល់សាលីនមិនក៏ដែលគុណទី2វាយប្រហារកណាតង់ជួយសនលោកជាអ្នកក្លាហានទៅកំពិលនៅអ៊ូតាំងក្នុងពិភពគុណលោកក៏មានកេរ្តិ៍ឈ្មោះដែរពេលជួបបញ្ហាមិនក៏លើកពឹសពុលម្លេះកណាពឹសពុលបដិជគុណទី2មានន័យថាម៉េចហ្នឹងសិស្សសៅលៀនទូតាជាងគ្រួសារគេត្រូវសម្លាប់ចោលអស់គឺចង់ជួយសនឲ្យជាអ្នកធ្វើបដិជគុណមើលទៅមានការយល់ច្រឡំហើយកណាទើបតែមកដល់ទីនេះតើមុននេះអាត្មាបានទទួលសម្បត្តិជំនួយមួយពីទូតាជីងគេថាប្រតិការពីអ៊ីតាយៀនក៏ប៉ះពាល់នឹងអ៊ូតាំងរឿងនេះតើលោកហ៊ានបដិសេធទេត្រូវហើយពិតជាមានរឿងចឹងមែនពួកអាត្មាខំប្រញាប់មកមិននឹកស្មានថាញោមនឹងសោះច្បងញោមចាត់ការមិនពួកអាត្មាសោះតែបដិជគុណបដិទ្ធរឿងហើយស្ថានភាពនេះពិតឬមិនពិតអាត្មាទៅចាប់ខ្លួនញោមសិនបញ្ជូនទៅវត្តសាលីនឲ្យលោកគ្រូអធិការដោះស្រាយតាមក្រូច
អ្នកក្លាហានចាស់ គិននាងទេ អ្នកក្លាហានចាស់អ្នកក្លាហានចាស់ ដាក់ខ្លួនហើយឯងលោកខាន់ហូបអាហារប្រហែលថ្ងៃហើយប្រកាសជាឃ្លានហេតុអីមិនសួរខ្ញុំថាមិនបានជាត្រូវរបួស អ្នកក៏និយមកំថាឡើងទៅរបួសសំបីជីវិតអាចបាត់បង់គ្រប់ពេលនឹងចាំបាច់សួរឯងមិនក៏សម្លឹងមើលខ្ញុំអញ្ចឹងតើខ្ញុំនិយាយខុសឬក៏នៅលើមុខខ្ញុំមានប្រឡាក់អីថ្ងៃមុននាងស្រាប់តែបានខ្លួនខ្ញុំព្រួយបារម្ភណាស់ខំដានរកនាងគ្រប់ទីកន្លែងទាំងអស់នៅមានទៀតខ្ញុំចាំបាច់ត្រូវសុំទោសអ្វីបើខ្ញុំមិនដឹងថានាងទទួលបានដានទឹកស៊ូឡុងពីណាមកទេប៉ុន្តែសិស្សច្បងទី3ខ្ញុំបានយកដាននោះពីនាងទៅនេះជាការពិតបើតាមមូលហេតុខ្ញុំគួរតែសុំទោសនាងជំនួសបងទី3មាននិស្ស័យរាប់ពាន់យកក៏ជួបគ្នាគ្មាននិស្ស័យជួបគ្នាក៏អត់ស្គាល់គ្នាអ្វីត្បិតនេះជាពាក្យសាមញ្ញប៉ុន្តែគឺកើតឡើងលើខ្លួនយើងហើយខ្ញុំបានជួយនាងក៏ជួយខ្ញុំវិញចាត់ទុកថានេះជានិស្ស័យហើយខ្ញុំមិនទាន់បានសួរនាមតកូននាងផងខ្ញុំឈ្មោះអ៊ីងស៊ូស៊ូនាងតកូលអ៊ីងត្រូវហើយមានបញ្ហាអីទេបងស្រីខ្ញុំទៅក្រៅមកផ្លេតបងស្រីលោកបងរកខ្ញុំមានការអីទេពុកបានចែកលិខិតឲ្យអ្នកគុណនិយមហីកំពូលអ្នកគុណនិយមដើរទឹកទូលងគ្រប់គ្រងទឹកដីមានអ្នកណាហ៊ានប្រឆាំងពាក្យដែលល្បីក្នុងពិភពគុណរាប់រយឆ្នាំមកនេះហើយតែអ្នកណាបានទទួលដើរទឹកទូលងគឺអាចគ្រប់គ្រងទឹកដីបានហើយអាចឡើងអង្គុយលើដំណ័យស្ដេចពិភពគុណបានហើយបកឥន្ទ្រីយើងមានសំណាងបានទទួលដើរទឹកទូលងទើបយើងចែកលិខិតពិភពគុណអញ្ជើញបកទាំងឡាយមកចូលរួមពិធីបញ្ចេញអនុភាពដើមនៅថ្ងៃ9កើតខែ9ស្ថិតនៅលើកោះវាងផានដែលនៅចន្លោះទន្លេឈៀនថាងដាវទឹកស៊ូឡុងនេះ100ឆ្នាំមិនទាន់បានឃើញម្ដងរឿងអស្ចារ្យក្នុងពិភពគុណបែបនេះបើខកខាននឹងស្ដាយក្រោយអស់មួយជីវិតមេបកឥន្ទ្រីមេឃាគឺស្ដេចឥន្ទ្រីចិញ្ចាំសឈ្មោះអ៊ីងធិនចឹងចេញការអញ្ជើញដល់ផ្ទាល់ពួកយើងមកតាន់ពួកគេប្រជុំគ្នាល្មម
អ្នកនាងស៊ូស៊ូមកតាមផ្លូវអត់លឺអ្នកនាងនិយាយតទៅសោះតែអ្នកនាងមានវិបត្តិអីហ៎ជាកំហុសរបស់ខ្ញុំមិនគួរនាំអ្នកនាងមកទីនេះសោះប៉ុន្តែនិយាយតាមត្រង់ចុះបើដឹងថាដើរទឹកស៊ូឡុងត្រូវប៉ាអន្ត្រីមេឃទទួលបាននោះប្រកាសជាពាក់ព័ន្ធជាមួយសិស្សច្បងទី3ត្រូវរបួសដែរហើយដាច់ខាតខ្ញុំត្រូវតែមកទីនេះប៉ាអន្ត្រីមេឃថ្ងៃនេះមានសំណាក់ទទួលបានដើរទឹកស៊ូឡុងដែលអ្នកគុណនិយមទាំងអស់ចង់បាត់មេប៉ាអ៊ីនេះប៉ាខ្ញុំខ្លាចអ្នកក្លាហានទាំងអស់មិនដឹងថាដើរទឹកនេះត្រូវប៉ាខ្ញុំទទួលបាត់ហេតុដូច្នេះក៏បើកពិធីតាំងដើរទឹកស៊ូឡុងនៅលើកោះវ៉ាងជីនអ្នកគួរមកដល់អស់ហើយមិនក៏មិនឃើញមេប៉ាអ៊ីម្ចាស់កម្មវិធីនេះគាត់មានការមិនបានមកទេថ្ងៃនេះពិធីបង្អួតអនុភាពដើរគឺនាងអ៊ីងស៊ូស៊ូខ្ញុំជាអ្នករៀបចំឡើងអ្នកនាងជាកូនស្រីមេប៉ាអន្ត្រីមេឃាឈ្មោះអ៊ីងស៊ូស៊ូនោះមែនទេសូមអញ្ជើញនាងអេហេតុអីកំប្រាប់ខ្ញុំតាមត្រង់ថាអ្នកនាងជាកូនស្រីរបស់អន្ត្រីមេឃាលោកក៏មិនដែរសួរខ្ញុំដែរតែមានអត់កំបាំងអីលាក់ខ្ញុំទៀតនេះដាស់ទឹកស៊ូឡុងឬមួយក៏របួសសិស្សច្បងទី3ខ្ញុំមានតាក់ទងជាមួយអ៊ីងស៊ូស៊ូទេទោះតែជិញថាអ្នកកំឡោះតកូលអ៊ីងគឺវ័យក្មេងមិនមែនជានាងទេមិនមែនអ៊ីងស៊ូស៊ូជាដាច់ខាតនេះលោកប៉ៃមិនកំពុកខ្ញុំមិនមកអញ្ចឹងមុនចេញដំណឹងលោកមេប៉ាបានទទួលផ្លាកបញ្ជាភ្លើងផ្លាកបញ្ជាភ្លើងផ្លាកបញ្ជាភ្លើងនេះគឺជាផ្លាកបញ្ជារបស់វ៉ាងស៊ីវដែលជាបេក្ខជនដែលឆ្វេងគប់មីងអ្នកដែលអាចហៅឲ្យពុកឲ្យបោះបង់ចោលពិធីបង្អួតនៅអត្តភាពកំបិតលឿននោះវ៉ាងផាន់សួរដឹងថាពុកយកចិត្តទុកដាក់នឹងឈ្មោះយ៉ាងស៊ីវនេះណាអ្វីតែពេលដែលពុកនៅសាសនាមីងអាចចាត់ទុកថាចោះសំដងជាមួយនឹងយ៉ាវស៊ីវក្រោយមកពុកបានចេញពីសាសនាមីងបង្កើតបកអន្ត្រីមេឃាឥឡូវគិតទៅគឺរយៈពេល10ឆ្នាំទៅហើយប៉ុន្មានឆ្នាំនេះពុកមិនដែលមានទំនាក់ទំនងអ្វីជាមួយនឹងនរណាម្នាក់នៅសាសនាមីងឡើយខ្លាចក្រែងទៅលើកនេះស៊ីវយ៉ាវមកគឺគេមកដោយគ្មានបំណងល្អទៅវិញយល់ល្អប្រុងប្រយ័ត្នភាសាជាងលោកមេប៉ាខ្ញុំបានរៀបចំក្បួនរួចហើយតែនេះថាចូលមកបានចេញទៅវិញមិនបានដាច់ខាតហេតុដែលបកអន្ត្រីមេឃាមាននៅថ្ងៃនេះគឺអ៊ីងធានចឹងខ្ញុំបានប្រើញើសឈាមបដូរបើអ្នកណាហ៊ានបំផ្លាញបកអន្ត្រីមេឃាខ្ញុំនឹងបដូរស្លាប់ជាមួយគេដល់ទីបញ្ចប់手托腮，似笑非笑的你，看着他凄凄爱爱，什么时候才走到世